សិករតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយប់ឡើងពីបាដេកព្រោះទូរ៉ែឡើងភ្នែកសមួយបេ50គីឡូដាក់លើកខ្ញុំឃើញអ្នកខ្លាំងពេលហូបបាយដួលមិនប្រយ័ត្នធ្វើឲ្យខ្ចាយធ្វើឲ្យដឹងខ្លួនឯងហើយមិនច្បាច់ខ្ញុំនិយាយបោះស្រាយធ្វើឲ្យខ្ញុំគិនឲ្យសែនសណអ្នកខ្លះរស់ទាំងតតដោយសារតែអត់អង្គគ្មានបាយហូបក៏ព្រោះតែក្រខ្ញុំជាកវីស្រុកស្រែចេញមកខ្ញុំស្ដាប់ពាក្យម៉ែកូនកុំធ្វើដូចមានតែឯងត្រូវចាំថាមានខ្សែដែលចងជាប់នឹងខ្លែងទើបវាអាចហោះបានយូរអង្វែងធ្វើស្រែមិនស្រួលចង់បានស្រូវវិពិបាពេលព្រឹកទឹកជួរដែលពេលថ្ងៃរស់ឲ្យស្អាតរស់ស៊ីទៅព្រោះស្អែកឡើងត្រូវមកចាំចាប់ហាថ្ងៃហាក្តៅខ្លួនឡើងខ្មៅដូចថ្មរអង្គគឺសំខាន់តម្រូវការគ្រប់សម័យបើសិនមិនមានពេលសង្គ្រាមបានได้ឆៃតែកសិករក៏មិនសូវបានកម្រៃចង់ឲ្យស្រូវឡើងតម្លៃដូចកាល2008ខ្ញុំចិត្តតែគិតហើយនឹងគិតដល់ពេលដែលទៅធ្វើសឹកសំខាន់គឺស្តៀងមិនឲ្យខ្វះមួយចំណិតដូចជាធ្វើស្រែនឹងទឹកសូមដល់គ្នាផ្ញើរលឹកខ្ញុំបានឃើញកាលពីខ្ញុំនៅក្មេងមានអ៊ំចាំម្នាក់គេលើផ្លូវតែឯងជីវិតគាត់កំសត់ហត់ហើយលីសែងតែទទួលលទ្ធផលក្បត់ការប្រឹងប្រែងគាត់គ្មានសូម្បីបាយមួយពេលអ្នកខ្លះហូបបាយខ្ចាយពេញកន្ទេលខ្លះហូបមិនណោះចេះចូលទន្លេធ្វើនេះមានគិតដល់អ្នកអត់ទេខ្ញុំមានកម្លាំងដោយសារបាយជួយខ្ញុំមានកម្លាំងកាយមិនថាអ្នកមានឬអ្នកក្រសុទ្ធតែត្រូវការអង្គដើម្បីដាំទៅជីបាយ